រំជួយចិត្តណាដំរីរាគីរត់ផងស្រែកយំផងកាក់ម៉ូតូម្ចាស់ធ្លាប់មើលថែជាង20ឆ្នាំកុំឲ្យទៅចោលឃើញហើយទប់ទឹកភ្នែកមិនជាប់បាននិយាយដល់ដំរីនៅសួនសត្វភ្នំតាម៉ៅដំរីញីឈ្មោះលក្គីគឺជាដំរីមួយក្បាលដ៏ល្បីនិងឆ្លាតវៃខ្លាំងមានសមត្ថភាពច្រើនរាប់តាំងពីចេះរាំចេះដោះមួកចេះទាត់បាល់និងចេះយកលុយពីភ្ញៀវដែលចូលរួមទស្សនាជាដើមការធំធាត់ឡើងជាមួយសុខភាពល្អនិងចេះបញ្ចេញសមត្ថភាពគ្រប់បែបយ៉ាងនេះដែរគឺក្រោមការមើលថែដិតដល់និងពោពេញដោយក្តីស្រឡាញ់ពីសំណាក់ម្ចាស់របស់នាងគឺលោកត្រីស៊ីថេងប្រិយមិត្តដែលចូលចិត្តសាស្ត្រនិងតែងតែតាមដានគណនីរបស់លោកត្រីស៊ីថេងប្រកាសណាស់តែងតែបានឃើញសកម្មភាពលោកនិងដំរីលាក់គីជានិច្ចប៉ុន្តែឥឡូវនេះគ្រប់យ៉ាងអាចនឹងលែងឃើញសកម្មភាពរបស់អ្នកទាំងពីរជាមួយគ្នាទៀតហើយដោយសារតែលោកត្រីស៊ីថេងបានសម្រេចចិត្តលាឈប់ពីកន្លែងដែលលោកស្រឡាញ់និងធ្វើដោយបេះដូងអស់រយៈពេលជាង30ឆ្នាំមកនេះអ្វីដែលរឹតតែធ្វើឲ្យមហាជនកម្ពុជាជាច្រើនរំជួយចិត្តកាន់តែខ្លាំងរហូតទប់ទឹកភ្នែកមិនបាននោះគឺនៅថ្ងៃដែលលោកត្រីស៊ីថេងចាក់ចេញគឺឃើញដំរីលាក់គីបានរត់ផងស្រែកយំផងតាមម៉ូតូរបស់លោកខាត់នៅពីមុខហាក់បង្ហាញពីអារម្មណ៍មិនចង់ឲ្យម្ចាស់របស់ខ្លួនចាក់ចេញទៅឡើយវីដេអូដែលលោកត្រីស៊ីថេងបានបង្ហោះនោះដែរទទួលបានការបញ្ចេញមតិនិងចែករំលែករាប់ពាន់នាក់ដោយមហាជនភាគច្រើនគឺបង្ហាញក្តីអាណិតចំពោះលាក់គីហើយក៏បង្ហាញក្តីស្រឡាញ់ចំពោះលោកត្រីស៊ីថេងដោយសំណូមពរឲ្យលោកកុំលាឈប់និងចាក់ចេញពីលាក់គីអី